បុរសម្នាក់បានកាត់ក្បាលប្រពន្ធហើយដេកធ្វើជាតុក្កតាដើម្បីអាចរស់នៅក្បែរប្រពន្ធជារៀងរាល់ថ្ងៃនេះគឺជាហេតុការណ៍ប្តីសម្លាប់ប្រពន្ធហើយយកសាច់ទៅឲ្យម្ដាយក្មេកពិសានៅថ្ងៃទី9ខែតុលាឆ្នាំ2006នៅពេលព្រឹកក្នុងភូមិលីយ័នតំបន់អភិវឌ្ឍលៀងហ្វឹងលោកស្រីលីនកំពុងតែធ្វើម្ហូបនៅក្នុងផ្ទះរបស់គាត់ហើយគាត់ក៏បានឮសំឡេងគោះទ្វារនៅពេលដែលគាត់ទៅបើកទ្វារគាត់បានឃើញកូនប្រសាររបស់គាត់ឈ្មោះថាប៉ៃជីជាងពេលគាត់ឃើញប៉ៃជីជាងភ្លាមគាត់មានអារម្មណ៍ថាចម្លែកដោយសារតែប៉ៃជីជាងគឺជាមនុស្សពិការហេតុអ្វីថ្ងៃនេះប៉ៃជីជាងយកម្ហូបមកឲ្យគាត់ប៉ៃជីជាងបានកាន់ម្ហូបដែលមានក្លិនឈ្ងុយហើយបាននិយាយទាំងញញឹមទៅលោកស្រីលីនថានេះជាសាច់ជ្រូកអាំងរបស់កូនស្រីម៉ាក់ឆាប់ពិសាវាទៅតននៅក្តៅបន្ទាប់មកលោកស្រីលីនបានបិទទ្វារហើយញ៉ាំអាហារថ្ងៃត្រង់យ៉ាងរីករាយគាត់បាននិយាយថាសាច់ជ្រូកបំពងរបស់នារីម្នាក់នេះពិតជាមានក្លិនឈ្ងុយនិងពណ៌ទំនងគួរឲ្យចង់ញ៉ាំពេលញ៉ាំបានពាក់កណ្ដាលអ្នកស្រីលីនឆ្ងល់ថាហេតុអ្វីសាច់ជ្រូកនេះមានក្លិនជូរបន្ទាប់មកគាត់ក៏បានគេងនៅលើគ្រែយ៉ាងស្ងៀមស្ងាត់រយៈពេល2ម៉ោងកន្លះនៅពេលដែលគាត់គេងគាត់បានយល់សប្តិឃើញកូនស្រីគាត់មកពន្យល់សប្តិថានាងគេងមិនលក់ទេនាងបានបាត់ក្បាលរបស់នាងហើយរាងកាយនិងអវយវៈរបស់នាងត្រូវបានដេរដោយតុក្កតាអញ្ចឹងពេលនោះអ្នកស្រីលីនមានអារម្មណ៍ថាតក់ស្លុតយ៉ាងខ្លាំងហើយបានភ្ញាក់ពីសុបិនភ្លាមនៅពេលដែលគាត់គិតពីសុបិននោះគាត់កាន់តែភ័យខ្លាចបន្ទាប់មកគាត់ក៏បានយកទូរស័ព្ទទេទៅកូនស្រីគាត់ប៉ុន្តែនៅក្នុងទូរស័ព្ទនោះបាននិយាយថាថ្ងៃនេះអ្នកបានឈ្នះរង្វាន់ទឹកប្រាក់និងដំណើរកម្សាន្តសម្រាប់វិស្សមការរដូវក្តៅតើអ្នកបានត្រៀមរួចរាល់ហើយឬនៅសម្រាប់ដំណើរកម្សាន្តមួយនេះវាពិតជាអស្ចារ្យណាស់មែនទេលោកស្រីលីនមិននឹកស្មានថាអ្នកដែលលើកទូរស័ព្ទហើយនិយាយនោះគឺជាប៉ៃជីជាងដែលជាកូនប្រសាររបស់គាត់នោះទេប៉ៃជីជាងនិយាយហើយក៏បានសើចហើយសួរគាត់ថាតើសាច់របស់កូនស្រីអ្នកឆ្ងាញ់ណាស់មែនទេឮដូច្នេះអ្នកស្រីលីនមានអារម្មណ៍ថារន្ធត់យ៉ាងខ្លាំងហើយគាត់បានសួរទៅប៉ៃជីជាងថាតើឯងចង់មានន័យថាយ៉ាងម៉េចតើកូនស្រីខ្ញុំនៅឯណាប៉ៃជីជាងបានឆ្លើយថានៅក្នុងក្រពះរបស់អ្នកហើយខ្ញុំក៏មានកាដូជូនអ្នកផងដែរឆាប់មកមើលមកឮដូច្នេះអ្នកស្រីលីនបានដួលទៅលើដីមួយសន្ទុះក្រោយមកគាត់ក៏បានក្រោកឡើងវិញហើយរត់ទៅប្តឹងប៉ូលីសបន្ទាប់មកប៉ូលីសក៏បានទៅផ្ទះប៉ៃជីជាងដើម្បីឲ្យដឹងការពិតនៅពេលដែលប៉ូលីសបើកទ្វារផ្ទះរបស់ប៉ៃជីជាងប៉ូលីសបានឃើញឆ្កែខ្មៅធំមួយកំពុងតែស៊ីឆ្អឹងនិងសាច់ក្រកដែលមានប្រឡាក់ឈាមនៅទីនោះឯប៉ៃជីជាងកំពុងតែអង្គុយជក់បារីប្រឈមនឹងការសាកសួររបស់ប៉ូលីសនៅមុខប៉ូលីសប៉ៃជីជាងបានសើចហើយងាកទៅមើលផ្ទះបាយដែលរញ៉េរញ៉ៃនៅលើឥដ្ឋមានបំណែកសាច់ជាច្រើននិងមានចង្កើមប្រដាប់ភេទបុរសទាំងមូលផងដែរបើតាមការសង្កេតមានជនរងគ្រោះជាច្រើនអ្នកត្រូវបានសម្លាប់ឃើញដូច្នេះប៉ូលីសក៏បានរាយការណ៍ទៅថ្នាក់លើរបស់ពួកគេភ្លាមបន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុហើយប៉ៃជីជាងត្រូវបានបង្ក្រាបហើយនាំទៅសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីសបាននិយាយរៀបរាប់ថាប៉ៃជីជាងធ្វើការនៅក្នុងរោងចក្រនៅក្នុងតំបន់អភិវឌ្ឍមួយកន្លែងប្រាក់ចំណូលប្រចាំខែរបស់គាត់មានស្ថិរភាពប៉ុន្តែនៅក្នុងខែឧសភាគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យជើងឆ្វេងរបស់គាត់ខូចគាត់បានដេកនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាង2ខែមកហើយប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺថៅកែរោងចក្រមិនបានបង់ថ្លៃព្យាបាលឲ្យគាត់នោះទេហើយគាត់ត្រូវបានបណ្តេញចេញពីការងារដោយសារតែគ្រោះថ្នាក់ចរាចរណ៍ផងដែរបន្ទាប់មកប៉ៃជីជាងត្រូវបង្ខំចិត្តរុញរទេះផ្លែឈើលក់ក្នុងមួយខែគាត់រកចំណូលបានតែ1000យន់តែប៉ុណ្ណោះហត់ស្ទើរតែស្លាប់ការឈឺចាប់នេះបានដិតជាប់នៅក្នុងអារម្មណ៍ខ្ញុំយ៉ាងខ្លាំងហើយកំហឹងក៏បានផ្ទុះឡើងបន្ទាប់ពីប៉ៃជីជាងដឹងថាប្រពន្ធរបស់គាត់លីលីងលួចមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងគ្រាន់តែទៅដល់ផ្ទះភ្លាមលីលីងបានចោទគាត់ថាជាប្រុសស្អីមិនចេះរកលុយអញ្ចឹងហើយមួយរយៈនេះលីលីងបានដោះសារទៅលេងផ្ទះម្ដាយនាងជាញឹកញាប់ប៉ុន្តែជារឿយៗបានលេចលឺឡើងថានាងបានទៅខាងកើតភូមិដូច្នេះប៉ៃជីជីងដឹងថាប្រពន្ធរបស់គាត់បានលួចទៅជួបសហាយរបស់នាងនៅរសៀលថ្ងៃមួយប៉ៃជីជាងគាត់បានបិទតូបលឿនហើយត្រឡប់ទៅផ្ទះវិញនៅពេលដែលគាត់ទៅដល់មាត់ទ្វារគាត់បានឮសំឡេងសើចសប្បាយនៅក្នុងបន្ទប់សំឡេងនោះជាសំឡេងលីលីងដែលជាប្រពន្ធរបស់គាត់ពេលនោះគាត់ខឹងយ៉ាងខ្លាំងហើយបានបើកទ្វារបន្ទប់ភ្លាមនោះគាត់បានឃើញប្រពន្ធរបស់គាត់កំពុងតែដេកជាមួយនឹងសហាយរបស់នាងហើយសហាយរបស់លីលីងគឺជាអតីតសង្សារចាស់របស់នាងឈ្មោះថាវាងជីរស់នៅឯចុងភូមិនៅពេលនោះប៉ៃជីជាងមិនខ្វល់ពីរបួសជើងរបស់គាត់ឡើយគាត់បានឆ្លោះប្រកែកគ្នានិងប្រយុទ្ធគ្នាជាមួយនឹងវាងជីបន្ទាប់មកប៉ៃជីជាងក៏ត្រូវរបួសមុខហើយបានខ្ទប់មុខរបស់គាត់ចំណែកឯប្រពន្ធរបស់គាត់បានស្លៀកពាក់ហើយនិយាយថាយើងរស់នៅមិនចុះសម្រុងគ្នាទេស្អែកទៅលែងលះគ្នាប៉ៃជីជាងបាននិយាយថាគាត់មិនចង់រស់ទៀតទេប៉ុន្តែមុនពេលស្លាប់គាត់គិតថាគាត់នឹងធ្វើការសងសឹកយ៉ាងសាហាវឃោរឃៅនៅយប់ថ្ងៃកើតហេតុថ្ងៃទី8ខែតុលាប៉ៃជីជីងបានទិញស្រាពី3ដបហើយតាក់ទងលីលីងនិងវាងជីទៅផ្ទះរបស់គាត់ដើម្បីពិភាក្សាគ្នារឿងលែងលះ
ឬដូច្នេះវាងជីនិងលីលីងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មកពួកគេក៏បានជិះម៉ូតូអោបគ្នាទៅផ្ទះប៉ៃជីជីងនៅលើតុប៉ៃជីជីងបាននិយាយថាប្តីប្រពន្ធមានការជួបជុំល្អនិងបែកបាក់គ្នាយ៉ាងល្អបន្ទាប់មកគាត់ក៏បានដុតនំហើយយកឲ្យអ្នកទាំងពីរញ៉ាំវាងជីនិងលីលីងមិនបានដឹងពីគ្រោះថ្នាក់នៅពេលនោះទេហើយពួកគេក៏បានដួលធ្លាក់ពីលើតុវាងជីនិងលីលីងត្រូវបានចងជាប់ដោយខ្សែពួរបន្ទាប់មកប៉ៃជីជីងក៏បានអូសអ្នកទាំងពីរចូលទៅក្នុងផ្ទះបាយប៉ៃជីជាងបានកាត់រាងកាយខាងក្រោមរបស់វាងជីពេលនោះវាងជីភ្ញាក់ដឹងខ្លួនហើយឈឺចាប់យ៉ាងខ្លាំងបន្ទាប់មកប៉ៃជីជាងបានសើចហើយបន្តយកកាំបិតវះស្បែកវាងជីដូចជាស្បែកត្រីហើយប៉ៃជីជាងបានចាប់អំបិលមួយក្តាប់រោយទៅលើមុខរបួសវាងជីប៉ៃជីជាងនៅតែបន្តកាប់សាច់របស់វាងជីបោះទៅឲ្យឆ្កែខ្មៅស៊ីនៅពេលដែលប្រពន្ធគាត់ដឹងខ្លួនឡើងវិញគាត់គិតថារឿងទាំងអស់គឺមកពីប្រពន្ធរបស់គាត់បន្ទាប់មកប៉ៃជីជាងក៏បានកាត់បំពង់កប្រពន្ធគាត់ហើយគាត់បានបន្តកាត់ក្បាលប្រពន្ធរបស់គាត់ចេញពេលនោះគាត់គិតថាខ្លួនខំធ្វើគោធ្វើសេះដើម្បីឲ្យលីលីងប្រពន្ធរបស់គាត់ស្រឡាញ់ប៉ុន្តែនាងនៅតែក្បត់គាត់បន្ទាប់មកគាត់ក៏បានសម្រេចចិត្តដេកក្បាលរបស់ប្រពន្ធគាត់ទៅជាប់ជាមួយនឹងតុក្កតាដើម្បីឲ្យគាត់អាចនៅក្បែរលីលីងជារៀងរាល់ថ្ងៃតុក្កតាដែលធ្វើពីស្បែកមនុស្សត្រូវបានលេចចេញជារូបរាងយ៉ាងឆាប់រហ័សបន្ទាប់មកគាត់បានគិតថាធ្វើយ៉ាងណាបោះចោលសាច់សាកសពនោះឲ្យឆាប់អស់ពេលនោះគាត់ក៏បាននឹកឃើញម្ដាយក្មេងរបស់គាត់ព្រោះតាំងពីរៀបការមកម្ដាយក្មេងរបស់គាត់មិនដែលទៅលេងគាត់សោះហើយប៉ៃជីជាងក៏បានបន្តកាប់សាកសពរបស់វាងជីនិងលីលីងជាដុំហើយបោះឆ្អឹងឲ្យឆ្កែស៊ីបន្ទាប់មកគាត់ក៏បានយកសាច់នោះទៅធ្វើជាសាច់ជ្រូកអាំងយ៉ាងឈ្ងុយឆ្ងាញ់នៅព្រឹកបន្ទាប់គាត់ក៏បានខ្ចប់សាច់នោះទៅឲ្យម្ដាយនិងឪពុករបស់វាងជីនិងបានប្រគល់ជូនអ្នកភូមិដែលចូលចិត្តមើលងាយគាត់ផងដែរឯម្ដាយក្មេងរបស់ប៉ៃជីជាងពេលដែលដឹងថាគាត់បានញ៉ាំសាច់របស់កូនស្រីគាត់មិនយូរប៉ុន្មានគាត់ក៏បានធ្លាក់ខ្លួនឈឺចំណែកឯអ្នកជិតខាងនៅពេលដែលដឹងការពិតបានប្រញាប់ប្រញាល់ទៅពេទ្យដើម្បីព្យាបាលនៅខែមករាឆ្នាំ2007ដោយសារតែអំពើឃាតកម្មនិងការប្រមាថសាកសពប៉ៃជីជាងត្រូវបានកាត់ទោសប្រហារជីវិតអញ្ចឹងនៅក្នុងរឿងនេះបងប្អូនគិតថាវាកើតឡើងដោយសារអ្នកណា